ยังยมบัตรชุนกว่าแต่$60ទេអញ្ចឹងណាតែបងប្អូន$60អត់មានទេណាព្រោះស្កុតនេះខ្ញុំបាត់ឡានគុណភាពរបស់វាគឺបាន8ឆ្នាំបាទបើសិនជាខ្ញុំយក TPA យកមកបិទមកជុំ40គឺខ្ញុំបិទបានដូចគ្នាចាយស្កុតអីអស់$20សល់$20បិទបានឥឡូវមកមើលស្កុតម៉ូតូបាទមកមើលស្កុតដែលយើងយកទៅអ៊ុតជាមួយម៉ូតូបាទអាស្កុតហ្នឹងវាបែបណាបាទនេះបងប្អូនស្កុតនេះខ្ញុំសល់ពីឡានទេថតនេះថតខ្ញុំក្រាស់ល្អបាទបងប្អូនអញ្ចឹងបញ្ជាក់ថាស្កុតនេះខ្ញុំបិទសល់ពីឡានទេបាទ8.5អញ្ចឹងបើសិនជាបងប្អូនរកស្កុតម៉ូតូនៅកន្លែងខ្ញុំគឺមិនមានទេបាទដោយសារតែកន្លែងខ្ញុំបិទឡានអញ្ចឹងណាបាទហើយសម្រាប់ស្កុតនេះខ្ញុំបិទនេះទូទៅខ្ញុំបិទមកជុំ80បាទក៏ប៉ុន្តែដោយសារតែខមមិនគាត់ត្រូវចិត្តឆាតរបស់គាត់ត្រូវចិត្តអញ្ចឹងខ្ញុំបិទជូនគាត់តែ$60ទេអញ្ចឹងណាតែបងប្អូន$60អត់មានទេណាបាទអញ្ចឹងស្កុតនេះបងប្អូនឃើញក្រាស់មែនតើនេះបាទមិនមែន TPA 6.5ទេណាបាទស្កុតនេះគឺភ្លឺជាងទឹកថ្នាំដើមបាទភ្លឺជាងទឹកថ្នាំដើម50%បាទអញ្ចឹងខ្ញុំពេញចិត្តនៅក្នុងការសួរបាទការសួររបស់គាត់គឺខ្ញុំត្រូវចិត្តអញ្ចឹងខ្ញុំបិទជូនគាត់តែ$60ទេតែអត់បង60ឥឡូវបើជឿថាអាហ្នឹងស្កុតឡានអត់ទេជឿបាទច្រាស់បាទអញ្ចឹងបងប្អូនបិទស្កុតនេះមកជុំបងប្អូនប្រើបានយូរឆ្នាំមែនទេបាទព្រោះស្កុតនេះខ្ញុំបិទឡានគុណភាពរបស់វាគឺបាន8ឆ្នាំបាទបើធៀបជាមួយនឹងស្កុតម៉ូតូបងប្អូនចាយស្កុតម៉ូតូប្រហែលបិទមកជុំ40បាទបើសិនជាខ្ញុំយក TPA យកមកបិទមកជុំ40គឺខ្ញុំបិទបានដូចគ្នាបាទបញ្ជាក់អញ្ចឹងមូលហេតុអីបានជានៅកន្លែងបិទម៉ូតូគេបិទមកជុំ40គេបិទបានបាទប៉ុណ្ណឹងបិទបានហើយបាទចាយស្កុតអីអស់$20សល់$20បិទបានតែពួកខ្ញុំចាយស្កុតនេះអស់ប្រហែលបាទអញ្ចឹងការបិទតម្លៃក៏វាខុសគ្នាទៅតាមគុណភាពស្កុតដែរបាទហើយពាក់ព័ន្ធជាមួយនឹងការបិទនៅខាងយើងគឺយើងដោះគ្រឿងសម្អាតជាមួយនឹងហ្វូមបាទបើសិនជាម៉ូតូយើងជិះ2ឆ្នាំឬក៏3ឆ្នាំអីវាមានដីអីបាទដីនៅក្នុងហ្នឹងអញ្ចឹងនៅខាងយើងគឺដោះសម្អាតឲ្យរួចរាល់ហើយបាទយើងចាប់ផ្ដើមបិទបាទអរគុណ